តាក់ទងជាមួយនឹងបញ្ហានៅអ៊ុយក្រែនលោកអ៊ុយក្រែនខ្ញុំបានជម្រាបជូនប្រិយមិត្តកាលពីព្រឹកមិញហើយសម្រាប់អ្នកនៅសហរដ្ឋអាមេរិកគឺខាងតាំងពីម្សិលមិញមកម្លេះគឺខាងទីប្រឹក្សាបេសកជនរបស់លោកត្រាំហើយនឹងខាងរុស្ស៊ីជួបប្រជុំគ្នារៀបចំផែនការធ្វើយ៉ាងណាដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងក៏ប៉ុន្តែបើតាមការដឹងគឺមានអត្ថប្រយោជន៍ខ្លាំងទៅខាងរុស្ស៊ីហើយបានប្រគល់ទៅឲ្យលោក Zelensky ឥឡូវនេះលោកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាលោកមានឆន្ទៈនៅក្នុងការធ្វើការសហការជាមួយនឹងសហរដ្ឋអាមេរិកទៅលើផែនការមួយនេះដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅលើប្រទេសអ៊ុយក្រែនបើទោះបីជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅអឺរ៉ុបបដិសេធថាអូធ្វើអញ្ចឹងអត់តាមទៅទេបាទគាត់បដិសេធហើយបាននិយាយថាផែនការនេះគឺគ្រប់គ្រងដោយសហរដ្ឋអាមេរិកបាទគឺពួកគេមិនពេញចិត្តពីព្រោះផែនការនោះគឺហាក់ដូចជាផ្ដល់ផលប្រយោជន៍ទៅរុស្ស៊ីខ្លាំងខុទ្ទកាល័យរបស់លោក Zelensky បាននិយាយនៅថ្ងៃប្រហ័សនេះថាលោកបានទទួលហើយនៅសេចក្តីព្រាងនៃផែនការនេះហើយថាលោកនឹងសន្ទនាគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump ក្នុងរយៈពេលប្រមាណថ្ងៃខាងមុខនេះទៀតខុទ្ទកាល័យរបស់លោកមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅលើខ្លឹមសារនៃផែនការនោះទេព្រោះអីមិនទាន់បានបោះពុម្ពផ្សាយជាសាធារណៈប៉ុន្តែមេដឹកនាំអ៊ុយក្រែនបានគូបញ្ជាក់ពីគោលការណ៍ជាមូលដ្ឋានសំខាន់គឺធ្វើយ៉ាងណាដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋអ៊ុយក្រែនมันអាចលះបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋអ៊ុយក្រែនចោលបានទេប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនានានៅសហរដ្ឋអាមេរិកជាពិសេសសារព័ត៌មាន Access បានរាយការណ៍ថាក្នុងផែនការនោះគឺមានចំនួន28ចំណុចគឺពាក់ព័ន្ធដោយសង្ខេបគឺត្រូវឲ្យអ៊ុយក្រែនប្រគល់ទឹកដីនិងអាវុធទៅឲ្យរុស្ស៊ីបានន័យថាឲ្យទឹកដីដែលរុស្ស៊ីមិនទាន់វាយកបានទៅតាមឲ្យរុស្ស៊ីហើយខ្លួនឯងចងដៃមិនអាចនឹងប្រើប្រាស់អាវុធធុនធ្ងន់មួយចំនួនបានដោយសារព័ត៌មាននេះបានដកស្រង់សម្ដីរបស់មន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលសូមមិនបញ្ចេញឈ្មោះដែលបានដឹងអំពីរឿងនេះបានរាយការណ៍ថាផែនការនេះនឹងផ្ដល់ឲ្យរុស្ស៊ីនៅផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែនដែលទីក្រុងមូស្គូមិនទាន់បានគ្រប់គ្រងនាពេលបច្ចុប្បន្នជាថ្នូរនឹងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែននិងអឺរ៉ុបប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគតខាងអ្នកនាំពាក្យសេតាវិមានគឺអ្នកស្រី Caroline Levitt បានបញ្ជាក់នៅថ្ងៃប្រហ័សនេះថារដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio និងបេសកជនពិសេសរបស់លោកតាមគឺលោក Steve Witkoff បានធ្វើការដោយស្ងៀមស្ងាត់លើផែនការនេះអស់រយៈពេល1ខែមកហើយដោយទទួលបានមតិយោបល់ពីអ៊ុយក្រែននិងរុស្ស៊ីលើលក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់ភាគីនីមួយៗប៉ុន្តែលោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទៅលើសំណើដែលបានបែកធ្លាយឬក៏ត្រូវបានគេរាយការណ៍នោះទេប៉ុន្តែគ្រាន់តែបញ្ជាក់ថាលោកត្រាំបានដឹងអំពីរឿងហ្នឹងហើយលោកតាមគ្រប់គ្រងផែនការហ្នឹងដែរដូច្នេះតើអ៊ុយក្រែនព្រមទទួលអ៊ុយក្រែននឹងខាតបង់អ្វីឬយើងនឹងរងចាំមើលបន្តទៀតដែរ